គឺជារុក្ខជាតិមួយប្រភេទដែលប្រជាជនទូទៅទទួលស្គាល់ថាមានអត្ថប្រយោជន៍ច្រើនសម្រាប់បំពេញសេចក្តីត្រូវការជាប្រចាំថ្ងៃគេសង្កេតឃើញថាប្រជាជនទូទៅច្រើននិយមយកផ្កាកុលាបដើម្បីតាំងលម្អក្នុងគេហដ្ឋានទីកន្លែងសំខាន់ៗពិសេសក្នុងកម្មវិធីធំៗផ្សេងៗទៀតដើម្បីជួយបង្កើនសម្រស់សោភ័ណភាពគួរជាទីគយគន់និងទាក់ទាញអារម្មណ៍តើវិធីដាំផ្កាកុលាបក្នុងជាលឫស្សីពិបាកឬងាយស្រួលយ៉ាងណានោះចាសសូមអញ្ជើញលោកនាងស្ដាប់នាទីកសិកម្មសប្តាហ៍នេះអ្នកស្រីអ៊ុំរង្សីមានសេចក្តីរាយការណ៍ពីបច្ចេកទេសដាំផ្កាកុលាបក្នុងជាលឫស្សីដូចតទៅអ្នកបច្ចេកទេសខាងថែទាំផ្កាកុលាបម្នាក់លើកឡើងថាផ្កាកុលាបគឺជារុក្ខជាតិដ៏សំខាន់មួយប្រភេទមិនត្រឹមតែប្រើដើម្បីតាំងលម្អបន្ថែមសម្រស់បង្កើនសោភ័ណភាពប៉ុណ្ណោះទេទន្ទឹមគ្នានេះផ្កាកុលាបមានគុណតម្លៃច្រើនជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរដោយសម្លឹងឃើញពីអត្ថប្រយោជន៍នៅប្រទេសកម្ពុជាមានតម្រូវការផ្កាកុលាបច្រើនតែមិនសូវមានអ្នកដាំនោះទើបជំរុញឲ្យពលរដ្ឋមួយចំនួនងាកមកចាប់អាជីពជាអ្នកដាំផ្កាកុលាបតួយ៉ាងកសិដ្ឋានដាំផ្កាកុលាបមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញបានបង្កើនការដាំផ្កាកុលាបចម្រុះពណ៌រាប់ម៉ឺនជាលដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្នទាក់ទិនទៅនឹងបច្ចេកទេសដាំដុះដើមផ្កាកុលាបនៅក្នុងជាលឫស្សីនេះដែរអ្នកដាំដែលពិសោធន៍បានជោគជ័យនៅក្នុងការដាំផ្កាកុលាបនៅក្នុងកសិដ្ឋានផ្កាចម្រុះឈ្មោះតួដែលមានទីតាំងស្ថិតនៅភូមិបឹងបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញលោកឡុងទីនលោកអះអាងប្រាប់វិទ្យុអាស៊ីសេរីថាដើមផ្កាកុលាបមានវិធីច្រើនយ៉ាងដែលគេអាចដាំរុក្ខជាតិប្រភេទនេះបានដូចជាដាំនៅលើដីផ្ទាល់ដាំនៅក្នុងកេសស្នោដាំនៅក្នុងឧបករណ៍ជ័រពិសេសដាំនៅក្នុងផើងអ្នកថែទាំផ្កាកុលាបដែលមានមាឌតូចល្អិតសម្បុរខ្មៅម្នាក់នេះឲ្យដឹងថាមូលហេតុដែលកសិដ្ឋាននេះដាំផ្កាកុលាបដាក់នៅក្នុងជាលឫស្សីដោយសារការដាំផ្កាកុលាបដាក់ក្នុងជាលអាចទទួលបានផលល្អជាងដាំនៅលើដីឬវិធីផ្សេងទៀតបើទោះជាអាកាសធាតុក្តៅខ្លាំងឬត្រជាក់ខ្លាំងក៏ដោយដើម្បីងាយស្រួលលក់ដុំឬលក់រាយទៅឲ្យអតិថិជនដែលមានតម្រូវការលោកបន្តទៀតថាដើម្បីដាំផ្កាកុលាបនៅក្នុងជាលឫស្សីបានចាំបាច់ត្រូវមានជាលឫស្សីតូចល្មមនិងស្បោងផ្លាស្ទិកលោកថាដោយសារជាលឫស្សីប្រហោងទើបត្រូវដាក់ស្បោងផ្លាស្ទិកដើម្បីទ្រាំកុំឲ្យជ្រុះដីនៅពេលដែលស្រោចទឹកផ្កានៅពេលដែលមានឧបករណ៍ទាំងពីរនេះរួចហើយលោកថាមុនដាំត្រូវលាយដីជាមួយជីកំប៉ុស្តដែលមានវត្ថុធាតុដើមផ្សំចេញពីជីអង្កាមស្លឹកឈើនិងស្មៅដែលងាយរលួយលោកបន្តថាបន្ទាប់មកយកដើមផ្កាកុលាបដែលបានផ្សាំអាយុបាន1ខែយកទៅដាំនៅក្នុងជាលឫស្សីដែលបានរៀបចំដីរួចនោះដាំចូលជាអញ្ចឹងដាំចូលរយៈពេល1អាទិត្យ2អាទិត្យយើងស្រោចជីវាទៀតស្រោចជីហើយវាចេញត្រួយបាញ់ថ្នាំបាញ់អីវាអញ្ចឹងទៅឲ្យវាឡើងផ្កាឡើងអីយើងកាត់មែកវាឲ្យវាចេញមែកចេញអីមកលោកបានឲ្យដឹងទៀតថាពេលដាក់ដាំនៅក្នុងជាលឫស្សីត្រូវជីករណ្ដៅជម្រៅ5សង់ទីម៉ែត្រហើយគម្លាតរវាងរណ្ដៅមួយទៅរណ្ដៅមួយប្រវែងកន្លះម៉ែត្រជាងនេះទៀតលោកថានៅក្នុងមួយជាលឫស្សីដាំបានតែមែកផ្កាកុលាបដែលបានផ្សាំរួចមួយដើមប៉ុណ្ណោះដើម្បីឲ្យផ្កាកុលាបងាយស្រួលលូតលាស់បានល្អនិងងាយស្រួលថែទាំយើងដាំតាម1មែកដល់ពេលយើងកាត់វាទៅយើងវាបែកចេញជាពេញថង់បានមែកច្រើនជា5-6មែកអញ្ចឹងជួនកាល3-4មែកអញ្ចឹងក្រោយពីបានរៀបចំដីរួចលោកថាចាំបាច់ត្រូវជ្រើសរើសមែកឬដើមផ្កាកុលាបណាដែលថ្លោះល្អមិនយកមែកដែលខ្ចីពេកឬចាស់ពេកមកដាំលើដីដែលបានរៀបចំនោះប៉ុន្តែមកដល់ត្រង់ចំណុចនេះលោកឡុងទីនបញ្ជាក់ឲ្យដឹងពីរបៀបផ្សាំមែកផ្កាកុលាបដើម្បីយកទៅដាំដែលថាយើងមានថង់ឌីជេងដល់ឬក៏ផ្លោកយើងបកសបកវាចេញហើយយើងកោសហើយយើងយកដូចអាស័យយើងណាអញ្ចឹងយើងរុំយើងយកឬក៏ផ្លោកហើយយើងរុំហើយតមកទ្រាប់ថង់ពីលើហើយយើងយកខ្សែអីចងវាអណែនតមកយើងដល់ពេលយើងចងហើយយើងបាញ់ទឹកពីលើហើយវាចូលក្នុងហ្នឹងយូរវាចេញឬមកវិញម្ចាស់កសិដ្ឋានរូបនេះអះអាងថាផ្កាកុលាបទោះជាដាំនៅក្នុងជាលក្តីឬនៅលើដីក្តីក៏ត្រូវទៀមទាត្រូវស្រោចទឹកវាមួយថ្ងៃ2ដងគឺព្រឹកល្ងាចបោចស្មៅដាក់ជីជ្រួយដីឲ្យធូរដើម្បីឲ្យទឹកងាយជ្រាបចូលនៅក្នុងដីរក្សាសំណើមបានយូរធ្វើឲ្យឫសផ្កាកុលាបអាចស្រូបយកជីជាតិស្រួលទាំងដើមនិងស្លឹកឲ្យឆាប់ចេញផ្កា
ថែទាំវាមានតែបាញ់ថ្នាំដាក់ជីយើងកំណត់ថ្ងៃវាមួយអាទិត្យយើងបាញ់ម្ដងមួយអាទិត្យយើងដាក់ជីម្ដងពេលយើងដាក់ហើយយើងយកយើងការវាឡើងមកម៉េចយើងមើលវាអញ្ចឹងថ្ងៃណាស្លឹកវាអត់ល្អយើងប្រើថ្នាំប្រៃអញ្ចឹងទៅដល់ថ្ងៃណាវារាំងអត់សូវខៀវទៅអីយើងដាក់ជីដាក់អីវាឲ្យវាខៀវអញ្ចឹងដល់ពេលយើងចេះតែកាត់វាថែវាអញ្ចឹងទៅយូរវាចេញត្រួយមកយើងអាចលក់បានចំណែកឯការប្រមូលផលវិញលោកឡុងទីនបានឲ្យដឹងដែរថាផ្កាកុលាបមានអាយុ3ខែចាប់ផ្ដើមចេញផ្កានិងអាចលក់បានបណ្ដាហើយហ្មង3ខែហ្មងយើងថែវាដល់3ខែហ្មងកាត់វាចេញមកចេញមកអីនឹងផ្កាវាល្មមលក់បច្ចុប្បន្នដើមផ្កាកុលាបកំពុងតែពេញនិយមនៅក្នុងការជួញដូរដល់សកម្មនៅក្នុងទីផ្សារនៅកម្ពុជាព្រោះផ្កាកុលាបជារុក្ខជាតិសម្រាប់ផលិតជាគ្រឿងសម្អាងព្យាបាលជំងឺផ្សេងផងនិងជារុក្ខជាតិតាំងលម្អដ៏មានភាពទាក់ទាញផងអ្នកបច្ចេកទេសថែទាំផ្កាកុលាបលោកឡុងទីនអះអាងដែរថាសម្រាប់កសិដ្ឋានលោកដែលមានដើមផ្កាកុលាបជាង 10000 ជាលសពថ្ងៃបានផ្គត់ផ្គង់ទៅឲ្យទីផ្សារនៅរាជធានីភ្នំពេញទាំងលក់ដុំនិងលក់រាយមានតម្លៃនៅក្នុងមួយជាលឫស្សីចាប់ពីជាង 3000 រៀលទៅជាង 10000 រៀលប៉ុន្តែលោកថាវាអាស្រ័យទៅលើផ្កាដែលមានដើមតូចឬដើមធំនឹងកុលាបច្រើនប្រភេទមានបកុលាបសំណាងក៏មានកុលាបខ្មែរយើងក៏មានពណ៌ក្រហមខ្ចីក្រហមចាស់អញ្ចឹងពណ៌លឿងពណ៌ប្រែពណ៌អញ្ចឹងក៏មានដែរច្រើនមុខបើលក់ឲ្យមួយធម្មតា3500ប៉ុណ្ណឹងមានដើមធំដើមតូចបើដើមធំគឺគាត់លក់តាមដើមធំតម្លៃប៉ុន្មានដែរដើមធំតម្លៃ 10000 ជាងអញ្ចឹងនិយមទាំងអស់ឯកសារកសិកម្មរបស់អង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាស្ដីពីសារៈប្រយោជន៍របស់ផ្កាកុលាបបង្ហាញថាផ្កាកុលាបមានគុណប្រយោជន៍ទាំងក្នុងជីវភាពរស់នៅដើម្បីបង្កើនសោភ័ណភាពពិសេសប្រើប្រាស់ជាវត្ថុអនុស្សាវរីយ៍នៅក្នុងកម្មវិធីសំខាន់និងដើម្បីបញ្ជាក់ក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកលើពីនេះទៅទៀតថ្មីនេះផ្កាកុលាបត្រូវបានគេយកទៅកែច្នៃឲ្យទៅជាគ្រឿងសម្អាងដែលមានតម្លៃរហូតទៅដល់រាប់រយ$ក្រៅពីនេះផ្កាកុលាបដើមនិងស្លឹករបស់វាគេក៏អាចកែច្នៃទៅជាតែនិងឱសថដើម្បីជួយសម្រួលដល់សុខភាពជាដើមមកដល់ត្រង់ចំណុចនេះកសិករដែលមានមៀតស្គមសម្បុរខ្មៅរូបនេះបែរជានិយាយទាំងប្រែទឹកមុខក្រៀមក្រំវិញថាទោះបីផ្កាកុលាបងាយស្រួលដាំនិងមានតម្លៃខ្ពស់មិនប្រកួតប្រជែងប៉ុន្តែផ្កាកុលាបសម្បូរសត្វចង្រៃបំផ្លាញផងដែរលោកថាហេតុនេះលោកត្រូវបង្ខំចិត្តប្រើជីនិងថ្នាំគីមីដើម្បីកម្ចាត់បញ្ហាសត្វចង្រៃលើផ្កាកុលាបដែលលោកដាំកសិកររូបនេះអះអាងថាផ្កាកុលាបដែលដាំបច្ចុប្បន្ននេះប្រើប្រាស់ជីនិងថ្នាំគីមីខ្លាំងហើយជីនិងថ្នាំគីមីទាំងនោះគឺនាំចូលទាំងស្រុងពីប្រទេសវៀតណាមលោកថារហូតមកដល់ពេលនេះមិនទាន់មានអ្នកបច្ចេកទេសណារកឃើញវិធីធម្មជាតិដើម្បីដាំផ្កាកុលាបនៅកម្ពុជានៅឡើយនោះទេជីនឹងក្របខៀវក្របវាពណ៌ខៀវថ្នាំតកៅថ្នាំជំនួយស្លឹកជំនួយដើមវាអញ្ចឹងដល់ពេលបាញ់ទៅលើវាអញ្ចឹងបានដើមវាល្អអញ្ចឹងមូលហេតុទាំងនេះហើយលោកឡុងទីនចង់ឃើញរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធលើកទឹកចិត្តកសិករដែលប្រកបរបរដាំផ្កាកុលាបធ្វើយ៉ាងណារិះរកវិធីសាស្ត្រនិងផ្ដល់បច្ចេកទេសថ្មីដើម្បីបញ្ជៀសបញ្ហាផ្សេងនៅក្នុងអាជីពដាំផ្កាឲ្យបានជោគជ័យលោកថាបើរដ្ឋាភិបាលធ្វើបែបនេះបានអ្នកដាំផ្កាកុលាបនៅកម្ពុជានឹងបង្កើនការដាំដុះកាន់តែច្រើនពិសេសផ្កាកុលាបនៅកម្ពុជាមិនត្រឹមតែជួយបំពេញតម្រូវការនៅក្នុងស្រុកប៉ុណ្ណោះទេក៏អាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរខ្ញុំអ៊ុំរាំងសីវិទ្យុអាស៊ីសេរីភ្នំពេញកុលាបគឺជារុក្ខជាតិមួយប្រភេទដែលប្រជាជនទូទៅទទួលស្គាល់ថាមានអត្ថប្រយោជន៍ច្រើនសម្រាប់បំពេញសេចក្តីត្រូវការជាប្រចាំថ្ងៃគេសង្កេតឃើញថាប្រជាជនទូទៅច្រើននិយមយកផ្កាកុលាបដើម្បីតាំងលម្អក្នុងគេហដ្ឋានទីកន្លែងសំខាន់ពិសេសក្នុងកម្មវិធីធំផ្សេងទៀតដើម្បីជួយបង្កើនសម្រស់សោភ័ណភាពគួរជាទីគយគន់និងទាក់ទាញអារម្មណ៍តើវិធីដាំផ្កាកុលាបក្នុងជាលឫស្សីពិបាកឬងាយស្រួលយ៉ាងណានោះចាសសូមអញ្ជើញលោកនាងស្ដាប់នាទីកសិកម្មសប្តាហ៍នេះអ្នកស្រីអ៊ុំរាំងសីមានសេចក្តីរាយការណ៍ពីបច្ចេកទេសដាំផ្កាកុលាបក្នុងជាលឫស្សីដូចតទៅ
អ្នកបច្ចេកទេសខាងថែទាំផ្កាកុលាបម្នាក់លើកឡើងថាផ្កាកុលាបគឺជារុក្ខជាតិដ៏សំខាន់មួយប្រភេទមិនត្រឹមតែប្រើដើម្បីតាំងលម្អបន្ថែមសម្រស់បង្កើនសោភ័ណភាពប៉ុណ្ណោះទេទន្ទឹមគ្នានេះផ្កាកុលាបមានគុណតម្លៃច្រើនជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរដោយសម្លឹងឃើញពីអត្ថប្រយោជន៍នឹងនៅប្រទេសកម្ពុជាមានតម្រូវការផ្កាកុលាបច្រើនតែមិនសូវមានអ្នកដាំនោះទើបជំរុញឲ្យពលរដ្ឋមួយចំនួនងាកមកចាប់អាជីពជាអ្នកដាំផ្កាកុលាបតួយ៉ាងកសិដ្ឋានដាំផ្កាកុលាបមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញបានបង្កើនការដាំផ្កាកុលាបចម្រុះពណ៌រាប់ម៉ឺនជាលដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្នទាក់ទិនទៅនឹងបច្ចេកទេសដាំដុះដើមផ្កាកុលាបនៅក្នុងជាលឫស្សីនេះដែរអ្នកដាំដែលពិសោធន៍បានជោគជ័យនៅក្នុងការដាំផ្កាកុលាបនៅក្នុងកសិដ្ឋានផ្កាចម្រុះឈ្មោះតួដែលមានទីតាំងស្ថិតនៅភូមិបឹងបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញលោកឡុងទីនលោកអះអាងប្រាប់វិទ្យុអាស៊ីសេរីថាដើមផ្កាកុលាបមានវិធីច្រើនយ៉ាងដែលគេអាចដាំរុក្ខជាតិប្រភេទនេះបានដូចជាដាំនៅលើដីផ្ទាល់ដាំនៅក្នុងកេសស្នោដាំនៅក្នុងឧបករណ៍ជ័រពិសេសដាំនៅក្នុងផើងអ្នកថែទាំផ្កាកុលាបដែលមានមាឌតូចល្អិតសម្បុរខ្មៅម្នាក់នេះឲ្យដឹងថាមូលហេតុដែលកសិដ្ឋាននេះដាំផ្កាកុលាបដាក់នៅក្នុងជាលឫស្សីដោយសារការដាំផ្កាកុលាបដាក់ក្នុងជាលអាចទទួលបានផលល្អជាងដាំនៅលើដីឬវិធីផ្សេងទៀតបើទោះជាអាកាសធាតុក្តៅខ្លាំងឬត្រជាក់ខ្លាំងក៏ដោយដើម្បីងាយស្រួលលក់ដុំឬលក់រាយទៅឲ្យអតិថិជនដែលមានតម្រូវការលោកបន្តទៀតថាដើម្បីដាំផ្កាកុលាបនៅក្នុងជាលឫស្សីបានចាំបាច់ត្រូវមានជាលឫស្សីតូចល្មមនិងស្បោងផ្លាស្ទិកលោកថាដោយសារជាលឫស្សីប្រហោងទើបត្រូវដាក់ស្បោងផ្លាស្ទិកដើម្បីទ្រាំកុំឲ្យជ្រុះដីនៅពេលដែលស្រោចទឹកផ្កានៅពេលដែលមានឧបករណ៍ទាំងពីរនេះរួចហើយលោកថាមុនដាំត្រូវលាយដីជាមួយជីកំប៉ុស្តដែលមានវត្ថុធាតុដើមផ្សំចេញពីជីអង្កាមស្លឹកឈើនិងស្មៅដែលងាយរលួយលោកបន្តថាបន្ទាប់មកយកដើមផ្កាកុលាបដែលបានផ្សាំអាយុបាន1ខែយកទៅដាំនៅក្នុងជាលឫស្សីដែលបានរៀបចំដីរួចនោះដាំចូលជាអញ្ចឹងដាំចូលរយៈពេលមួយអាទិត្យពីរអាទិត្យយើងស្រោចជីវាទៀតស្រោចជីហើយវាចេញត្រួយបាញ់ថាមាញ់អីវាអញ្ចឹងទៅឲ្យវាឡើងផ្កាឡើងអីយើងកាត់មែកវាឲ្យវាចេញមែកចេញអីមកលោកបានឲ្យដឹងទៀតថាពេលដាក់ដាំនៅក្នុងជាលឫស្សីត្រូវជីករណ្ដៅជម្រៅ5សង់ទីម៉ែត្រហើយគម្លាតរវាងរណ្ដៅមួយទៅរណ្ដៅមួយប្រវែងកន្លះម៉ែត្រជាងនេះទៀតលោកថានៅក្នុងមួយជាលឫស្សីដាំបានតែមែកផ្កាកុលាបដែលបានផ្សាំរួចមួយដើមប៉ុណ្ណោះដើម្បីឲ្យផ្កាកុលាបងាយស្រួលលូតលាស់បានល្អនិងងាយស្រួលថែទាំយើងដាំតាម1ម៉ែត្រដល់ពេលយើងកាត់វាទៅយើងវាបែកចេញជាពេញថង់បានមែកច្រើនជា5-6ម៉ែត្រអញ្ចឹងជួនកាល3-4ម៉ែត្រអញ្ចឹងក្រោយពីបានរៀបចំដីរួចលោកថាចាំបាច់ត្រូវជ្រើសរើសមែកឬដើមផ្កាកុលាបណាដែលថ្លោះល្អមិនយកមែកដែលខ្ចីពេកឬចាស់ពេកមកដាំលើដីដែលបានរៀបចំនោះប៉ុន្តែមកដល់ត្រង់ចំណុចនេះលោកឡុងទីនបញ្ជាក់ឲ្យដឹងពីរបៀបផ្សាំមែកផ្កាកុលាបដើម្បីយកទៅដាំដែលថាយើងមានថង់ឌីជេងដល់ឬក៏ផ្លោកយើងបកសបកវាចេញហើយយើងកោសហើយយើងយកដូចអាស័យយើងណាអញ្ចឹងយើងរុំយើងយកឬក៏ផ្លោកហើយយើងរុំហើយទៅមកទ្រាប់ថង់ពីលើហើយយើងយកខ្សែអីចងវាអាណែនទៅមកយើងដល់ពេលយើងចងហើយយើងបាញ់ទឹកពីលើហើយវាចូលក្នុងហ្នឹងយូរវាចេញរឹសមកវិញម្ចាស់កសិដ្ឋានរូបនេះអះអាងថាផ្កាកុលាបទោះជាដាំនៅក្នុងជាលក្តីឬនៅលើដីក្តីក៏ត្រូវទៀមទាត្រូវស្រោចទឹកវាមួយថ្ងៃ2ដងគឺព្រឹកល្ងាចបោចស្មៅដាក់ជីជ្រួយដីឲ្យធូរដើម្បីឲ្យទឹកងាយជ្រាបចូលនៅក្នុងដីរក្សាសំណើមបានយូរធ្វើឲ្យឫសផ្កាកុលាបអាចស្រូបយកជីជាតិស្រួលទាំងដើមនិងស្លឹកឲ្យឆាប់ចេញផ្កាថែទាំវាមានតែបាញ់ថ្នាំដាក់ជីយើងកំណត់ថ្ងៃវាមួយអាទិត្យយើងបាញ់ម្ដងមួយអាទិត្យយើងដាក់ជីម្ដងពេលយើងដាក់ហើយយើងយកជួនកាលវាឡើងមកម៉េចយើងមើលវាអញ្ចឹងថ្ងៃណាស្លឹកវាអត់ល្អយើងប្រើថ្នាំប្រៃអញ្ចឹងទៅថ្ងៃណាវារាំងអត់សូវខៀវទៅអីយើងដាក់ជីដាក់អីវាឲ្យវាខៀវអញ្ចឹងដល់ពេលយើងចេះតែកាត់វាថែវាអញ្ចឹងទៅយូរវាចេញត្រួយមកយើងអាចលក់បានចំណែកឯការប្រមូលផលវិញលោកឡុងទីនបានឲ្យដឹងដែរថាផ្កាកុលាបមានអាយុ3ខែចាប់ផ្ដើមចេញផ្កានិងអាចលក់បានបណ្ដាហើយហ្មង3ខែហ្មងយើងថែវាដល់3ខែហ្មងកាត់វាចេញមកអីនឹងផ្កាវាល្មមលក់បច្ចុប្បន្នដើមផ្កាកុលាបកំពុងតែពេញនិយមនៅក្នុងការជួញដូរដល់សកម្មនៅក្នុងទីផ្សារនៅកម្ពុជាព្រោះផ្កាកុលាបជារុក្ខជាតិសម្រាប់ផលិតជាគ្រឿងសម្អាងព្យាបាលជំងឺផ្សេងផងនិងជារុក្ខជាតិតាំងលម្អដ៏មានភាពទាក់ទាញផង
អ្នកបច្ចេកទេសថែទាំផ្កាកុលាបលោកឡុងទីនអះអាងដែរថាសម្រាប់កសិដ្ឋានលោកដែលមានដើមផ្កាកុលាបជាង 10000 ជាលសពថ្ងៃបានផ្គត់ផ្គង់ទៅឲ្យទីផ្សារនៅរាជធានីភ្នំពេញទាំងលក់ដុំនិងលក់រាយមានតម្លៃនៅក្នុងមួយជាឫស្សីចាប់ពីជាង 3000 រៀលទៅជាង 10000 រៀលប៉ុន្តែលោកថាវាអាស្រ័យទៅលើផ្កាដែលមានដើមតូចឬដើមធំនឹងកុលាបច្រើនប្រភេទមានបកុលាបសំណាងក៏មានកុលាបខ្មែរយើងក៏មានពណ៌ក្រហមខ្ចីក្រហមចាស់អញ្ចឹងពណ៌លឿងពណ៌ប្រែពណ៌អញ្ចឹងក៏មានដែរច្រើនមុខបើលក់ឲ្យមួយធម្មតា 3500 ប៉ុណ្ណឹងមានដើមធំដើមតូចបើដើមធំគឺគាត់លក់តាមដើមធំតម្លៃប៉ុន្មានដែរដើមធំតម្លៃ 10000 ជាងអញ្ចឹងនិយមទាំងអស់ឯកសារកសិកម្មរបស់អង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាស្ដីពីសារៈប្រយោជន៍របស់ផ្កាកុលាបបង្ហាញថាផ្កាកុលាបមានគុណប្រយោជន៍ទាំងក្នុងជីវភាពរស់នៅដើម្បីបង្កើនសោភ័ណភាពពិសេសប្រើប្រាស់ជាវត្ថុអនុស្សាវរីយ៍នៅក្នុងកម្មវិធីសំខាន់ៗនិងដើម្បីបញ្ជាក់ក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកលើពីនេះទៅទៀតថ្មីនេះផ្កាកុលាបត្រូវបានគេយកទៅកែច្នៃឲ្យទៅជាគ្រឿងសម្អាងដែលមានតម្លៃរហូតទៅដល់រាប់រយដុល្លារក្រៅពីនេះផ្កាកុលាបដើមនិងស្លឹករបស់វាគេក៏អាចកែច្នៃទៅជាតែនិងឱសថដើម្បីជួយសម្រួលដល់សុខភាពជាដើមមកដល់ត្រង់ចំណុចនេះកសិករដែលមានមៀតស្គមសម្បុរខ្មៅរូបនេះបែរជានិយាយទាំងប្រែទឹកមុខក្រៀមក្រំវិញថាទោះបីផ្កាកុលាបងាយស្រួលដាំនិងមានតម្លៃខ្ពស់មិនប្រកួតប្រជែងប៉ុន្តែផ្កាកុលាបសម្បូរសត្វចង្រៃបំផ្លាញផងដែរលោកថាហេតុនេះលោកត្រូវបង្ខំចិត្តប្រើជីនិងថ្នាំគីមីដើម្បីកម្ចាត់បញ្ហាសត្វចង្រៃលើផ្កាកុលាបដែលលោកដាំកសិកររូបនេះអះអាងថាផ្កាកុលាបដែលដាំបច្ចុប្បន្ននេះប្រើប្រាស់ជីនិងថ្នាំគីមីខ្លាំងហើយជីនិងថ្នាំគីមីទាំងនោះគឺនាំចូលទាំងស្រុងពីប្រទេសវៀតណាមលោកថារហូតមកដល់ពេលនេះមិនទាន់មានអ្នកបច្ចេកទេសណារកឃើញវិធីធម្មជាតិដើម្បីដាំផ្កាកុលាបនៅកម្ពុជានៅឡើយនោះទេជីនឹងក្របខៀវក្របវាពណ៌ខៀវថ្នាំតកៅថ្នាំជំនួយស្លឹកជំនួយដើមវាអញ្ចឹងណាពេលបាញ់ទៅលើវាអញ្ចឹងបានដើមវាល្អអញ្ចឹងមូលហេតុទាំងនេះហើយលោកឡុងទីនចង់ឃើញរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធលើកទឹកចិត្តកសិករដែលប្រកបរបរដាំផ្កាកុលាបធ្វើយ៉ាងណារិះរកវិធីសាស្ត្រនិងផ្ដល់បច្ចេកទេសថ្មីដើម្បីបញ្ជៀសបញ្ហាផ្សេងនៅក្នុងអាជីពដាំផ្កាឲ្យបានជោគជ័យលោកថាបើរដ្ឋាភិបាលធ្វើបែបនេះបានអ្នកដាំផ្កាកុលាបនៅកម្ពុជានឹងបង្កើនការដាំដុះកាន់តែច្រើនពិសេសផ្កាកុលាបនៅកម្ពុជាមិនត្រឹមតែជួយបំពេញតម្រូវការនៅក្នុងស្រុកប៉ុណ្ណោះទេក៏អាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរខ្ញុំអ៊ុំរាំងសី Visual Asia ភ្នំពេញ